តោះសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូផាស3 5ទាំងអស់គ្នាទៀតឲ្យតកតងមួយនឹងការដែលយើងស្នើឬមកក៏យើងតកតងមួយនឹង account CapCut ដែលយើងអាចរកលុយបានអញ្ចឹងទាំងអស់គ្នាឥឡូវខ្ញុំចូលមកនេះមុនសិនចាដោយសារខ្ញុំទឹកតែធ្លាក់មកបានមួយ account ទៀតឥឡូវសូមចុចលេខកូដ password សិនអូខេពេលចូលមកទាំងអស់គ្នានេះមើលមួយហើយបើសិនជាមើលអត់ទាន់នេះអាច scroll មើលបែបយឺតបាន slow mo នេះជាដំបូងទាំងអស់គ្នាដែលគាត់មានជាមួយនឹង app account CapCut នេះហើយនេះគឺសារខ្ញុំបង្កើតឲ្យបងប្អូនបើសិនជាគេអត់ទាន់មានអីអាចចូលទៅ download នៅក្នុង Play Store ក៏បានឬមួយក៏នៅក្នុង App Store ក៏បានចាសម្រាប់ iPhone ចូលទៅឃើញអ្នកទាំងអស់គ្នា down មកអានេះខ្ញុំ down ហើយអូខេអញ្ចឹងពេលចូលមកវាចេញអញ្ចឹងទាំងអស់គ្នានេះនៅត្រង់កន្លែងនេះយើងបង្កើតឈ្មោះយើងឈ្មោះអីមកហើយដោយសារចេះនេះគឺជា account ដែលធ្លាក់មកថ្មីគឺជា account ទី4ដែលខ្ញុំអាចត្រៀមនឹងបង្កើតអញ្ចឹងមុននឹងខ្ញុំបង្កើតនឹងគឺខ្ញុំធ្វើវីដេអូចែកនៅកាន់អ្នកគ្នាមើលដែរអញ្ចឹងណាចាហើយនេះ account ដែលគេតម្លាក់មកនេះវាមានកន្លែងដាក់ពាក្យធ្វើជា control ហើយនឹងកន្លែងមជ្ឈមណ្ឌលរង្វាន់នេះរង្វាន់ដែលខ្ញុំអត់ទាន់បានទេព្រោះខ្ញុំអត់ទាន់បានបង្កើតអញ្ចឹងណាចាប៉ុន្តែ account នេះគឺដឹងទៅរកលុយបាន 100% ហើយព្រោះរិសាគេតម្លាក់មកអញ្ចឹងខ្ញុំឲ្យបងប្អូនគ្នាមើល account ផ្សេងៗដែរអញ្ចឹងណាអានេះខ្ញុំទៅតែបង្កើតដែរទេសម្រាប់ account នេះគឺវាអត់មានតម្លាក់ឲ្យយើងបងប្អូនគ្នាខុសពីមិញណាព្រោះមិញនៅកន្លែងនេះវាតម្លាក់ឲ្យអញ្ចឹងអានេះវាអត់តម្លាក់ឲ្យទេប៉ុន្តែទៅមុខទៀតប្រហែលជាអាចរកលុយបានអញ្ចឹងយើងចូលមក account យើងវិញមកអញ្ចឹងខ្ញុំចូលមកកន្លែងដាក់ពាក្យធ្វើជានេះពេលយើងចូលមកវាឃើញអញ្ចឹងបងប្អូនគ្នា scroll ទៅលើអស់មកវាឃើញកន្លែងនេះអញ្ចឹងកន្លែងនេះ Gmail ដែលយើងភ្ជាប់ជាមួយនឹង account ហ្នឹងយើងពេញមកហើយចូលមកដល់កន្លែងបណ្ដាញសង្គមជ្រើសរើសកន្លែងនេះបានចង់ដាក់ជា Facebook ក៏បាន YouTube ក៏បាន TikTok ក៏បានទៅប៉ុន្តែជាទូទៅគឺខ្ញុំ recommend ដាក់ជាមួយនឹង TikTok ដោយសារយើងងាយស្រួលជាងអញ្ចឹងណាកន្លែងនេះចូលទៅ TikTok ទាំងអស់គ្នាមកគឺយើង copy ជាមួយនឹងឈ្មោះ TikTok របស់យើងនៅលើនេះមកហើយយើងយកមកផាសនៅកន្លែងនេះពេលផាសចឹងហើយសម្រាប់លេខកូដយោងនេះខ្ញុំសុំអត់បញ្ចេញទេបើទាំងអស់គ្នាចង់រៀនគឺអាចតាក់ទងមកខាងខ្ញុំបានអញ្ចឹងតម្លៃធូរទាំងអស់គ្នាអូខេបន្ទាប់ពីយើងពេញកន្លែងលេខកូដយោងនឹងរួចហើយអ្នកទាំងអស់គ្នាចូលមកក្រុមនេះឃើញកន្លែងគ្រីសនឹងមួយហើយយើង scroll ទៅលើឲ្យអស់ចុចកន្លែងទទួលយកហ្នឹងអាហ្នឹងគឺយើងពេញតាមលក្ខខណ្ឌគេហើយបន្ទាប់មកគឺអ្នកទាំងអស់គ្នាចុចកន្លែងដាក់បញ្ជូនអញ្ចឹងអានេះរួចរាល់យើងកំពុងតែស្នើទៅគេខាង CapCut អាចនឹងតម្លាក់មកចន្លោះពេលពីខ្ទង់24ម៉ោងឬមួយក៏48ម៉ោងរយៈពេល2ថ្ងៃអញ្ចឹងទាំងអស់គ្នាចាំពេលអាប់ដេតមកគឺខ្ញុំចេញវីដេអូបន្តឲ្យមើលទៀត